ខ្ញុំសូមបួងសួងដល់ទេវតាសូមមេត្តាបំពេញប្រាថ្នានៃផងចុះអោទេវតាអើយកូនចៅសូមឲ្យអ្នកមានគុណទាំងពីរបានជាឡើងវិញសូមមេត្តាបំពេញប្រាថ្នានៃផងនាងអាចសុំក្តីប្រាថ្នាឲ្យយើងមួយបានទេបើសុំមិនបានទេយើងនឹងស៊ីនាងជំនួសវិញក៏បានចេញពីក្នុងខ្លួនក្របីវិញហើយព្រមទាំងប្រគល់ទ្រង់គ្រឿងដូចជាទេពធីតាផងដែររឿងក្តីប្រាថ្នានាងមន្ថាមាននារីកំសត់ម្នាក់រស់នៅជាមួយឪពុកម្ដាយចាស់និងក្រីក្រជីវិតនាងមន្ថាហាក់គ្មានពន្លឺសោះមើលចុះថ្ងៃនេះនាងកាន់តែឈឺចាប់ជាងរាល់ដងទៅទៀតកូនមិនអាចទទួលចូលរឿងនេះបានទេកូនមិនចង់ឃ្លាតពីលោកទាំងពីរទេកុំទៅចោលកូនអីបានទេកូនល្អរបស់ម៉ែកូនព្យាយាមមើលថែពុកម៉ែណាស់តែជំងឺពុកម៉ែកាន់តែធ្ងន់ព្រោះវ័យពុកម៉ែចាស់ណាស់ទៅហើយកូនកុំពិបាកចិត្តអីណាកូនកាត់ចិត្តទៅណានេះជាវេរានៃមនុស្សលោកទេវាមានកើតហើយក៏មានស្លាប់ដូចគ្នាកូនត្រូវតែរឹងមាំបន្តទៀតណាពេលគ្មានឪពុកម្ដាយឮទេមិនអាចទេកូនមិនអាចគ្មានលោកទាំងពីរបានទេណាលោកទាំងពីរមុខជាបានធូរវិញមិនខានឡើយឲ្យតែកូនព្យាបាលបន្តទៀតគ្មានប្រយោជន៍ទេកូនពងហេតុអីទៅពុកម៉ែកូនខំធ្វើល្អកូនខំកតញ្ញូណាស់តែមិនក៏ជីវិតនេះមិនមានរស្មីសោះអញ្ចឹងកុំតូចចិត្តនឹងវាសនាអីនេះជាពាវរាទេណាកូនស្រីអត់ទេណាកូនសុំតែបួងសួងសិនមិនថាមិនស្ងប់ចិត្តទេនាងមិនអាចបាត់បង់ឪពុកម្ដាយឡើយហេតុនេះនាងក៏បានលុតជង្គង់បួងសួងទៅដល់ទេវតាថាខ្ញុំសូមបួងសួងដល់ទេវតាសូមមេត្តាបំពេញប្រាថ្នានៃផងចុះអោទេវតាអើយកូនចៅសូមឲ្យអ្នកមានគុណទាំងពីរបានជាឡើងវិញសូមមេត្តាបំពេញប្រាថ្នានៃផងកូនម៉ែកូនកុំចឹងអីណាកូនខំសាំងល្អហើយកូនមិនអាចជាជីវិតអ្នកណាផងទេប៉ុន្តែហេតុអីក៏កូនមិនអាចសុំទេវតានៅជីវិតដល់ពុកម៉ែបែបនេះមនុស្សយើងមិនអាចមានជីវិតអមតៈទេណាកូនតែមនុស្សក៏អាចមានក្តីប្រាថ្នាថ្ងៃណាមួយនោះកូននឹងអាចសម្រេចវាបានពុកម៉ែមិនអាចរស់វិញទេតែកូនចាំណាបើកូនស្រីចង់មានក្តីប្រាថ្នាឲ្យរួចពីជីវិតអាប់អួរកូនត្រូវទៅភាគខាងលិចស្វែងរកតាបោះមានសិលបរិសុទ្ធនោះកូននឹងអាចសុំក្តីប្រាថ្នាបានហើយសូមទៅរកលោកតាបោះម្នាក់នោះចោះណាកូនម៉ែកូននឹងមានដំណោះស្រាយនៅអ្វីដែលកូនឆ្ងល់មិនខានទេណាពលជាលើកចុងក្រោយហើយតាជ័យទាំងពីរក៏បានលាចាកលោកក្នុងគ្រានោះទៅពុកម៉ែក្រោកឡើងសូមពុកម៉ែក្រោកឡើងមកបើទោះបីជាមន្ថាខំប្រឹងស្រែកអង្វរទេវតាយ៉ាងណាក៏ដោយក៏ពុកម៉ែរបស់នាងមិនអាចក្រោកមកវិញបានដែរព្រោះឪពុកម្ដាយរបស់នាងបានលាចាកលោកទៅហើយពុកម៉ែកូននឹងធ្វើតាមអំណងប្រាថ្នារបស់លោកទាំងពីរកូននឹងទៅរកតាបោះដែលមានសិលបំផុតនោះកន្លងទៅមួយរយៈនាងមន្ថាក៏បានសម្រេចចិត្តថានាងនឹងចាក់ចេញរួចសម្ដៅទៅរកតាបោះនៅឯភាគខាងលិចតែម្ដងជំរាបសួរលោកតាតើលោកតាជាតាបោះមែនទេតាអត់ទេចុះចៅមករកតាបោះមានការអីដែរគេចៅចង់សុំក្តីប្រាថ្នាមួយបានទេ
តាធ្លាប់ឮថាតបោះម្នាក់នោះនៅឆ្ងាយណាចៅមិនអាចទៅដល់ទេ អត់ទេលោកតាទោះបីថាឆ្ងាយយ៉ាងណាក៏ដោយនោះក៏ចៅព្យាយាមដែរឲ្យទៅសុំក្តីប្រាថ្នានេះបានណា តាចាស់ហើយបើមានក្មេងជួយធ្វើការមិនដឹងជាល្អយ៉ាងណាទេ ចៅគ្មានសាច់ញាតិទេតែចៅអាចជួយធ្វើការងាររបស់លោកតាបានតែថាពេលនេះចៅសុំទៅរកតាបោះនិងសុំក្តីប្រាថ្នាសិនណាលោកតា បើអញ្ចឹងចៅទៅចុះណាតាជូនពរចៅឲ្យបានជោគជ័យហើយមកវិញចាំជួយធ្វើការតាក៏បានដែរ ចៅអរគុណហើយសូមជម្រាបលាលោកតាមុនថាបន្តដំណើរទៅមុខទៀតហើយនាងក៏បានជួបនឹងមនុស្សម្នាក់ដែលមានលក្ខណៈចម្លែកខុសពីមនុស្សធម្មតាជម្រាបសួរនេះអ្នកជា គឺជាបិសាចក្របីតើនាងជានរណាហេតុអីក៏មកដល់ទីនេះមិនខ្លាចយើងចាប់ហែកស៊ីទេមែនទេ ខ្ញុំគ្មានសាច់ញាតិទេហើយការដែលលះបង់ជីវិតឲ្យអ្នកឆៃនោះខ្ញុំក៏មិនខ្លាចដែរតែខ្ញុំមានបេសកកម្មមួយត្រូវធ្វើណាបិសាចក្របី តើជាបេសកកម្មអីទៅ មិនលាក់បាំងទេពុកម៉ែរបស់ខ្ញុំស្លាប់អស់ហើយចំណែកខ្ញុំកំពុងតែធ្វើដំណើរទៅសុំក្តីប្រាថ្នាម្យ៉ាងណា តើជាក្តីប្រាថ្នាអីទៅ កន្លងមកខ្ញុំមិនបញ្ជាក់ទេតែខ្ញុំប្រាប់អ្នកចាស់ខ្ញុំចង់ដឹងថាពុកម៉ែរបស់ខ្ញុំស្លាប់ទៅវិញ្ញាណនោះទៅដល់ណាទេទី2តើហេតុអីក៏ខ្ញុំមិនមានជីវភាពធូរធារសោះនិងទី3ខ្ញុំចង់ឲ្យពុកម៉ែរបស់ខ្ញុំមានជីវិតរស់មកវិញ តើទី3ហ្នឹងសំខាន់ដែរទេ ចាគឺមែនហើយចំណុចទី3សំខាន់ណាស់ ពិតជាគួរអស់សំណើចមែនមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញបានទេ ខ្ញុំមិនដឹងទេអ្វីដែលខ្ញុំដឹងនោះខ្ញុំត្រូវទៅទីនោះដើម្បីសុំក្តីប្រាថ្នាពីតាបោះមិនថាខ្ញុំត្រូវធ្វើដំណើរយូរយ៉ាងណាក៏ដោយក ុំសង្ឃឹមអីព្រោះនាងនឹងក្លាយជាចំណីយើងនៅក្នុងពេលនេះហើយ មេត្តាផងទេខ្ញុំសុំទៅសុំក្តីប្រាថ្នាសិនណារួចពីនោះខ្ញុំសន្យាថាខ្ញុំនឹងមកវិញធ្វើជាចំណីរបស់អ្នក គិតអញ្ចេះចុះនាងអាចសុំក្តីប្រាថ្នាឲ្យយើងមួយបានទេ តែជាប្រាថ្នាអ្វីទេ យើងមិនចង់មានស្នែងទេហើយយើងក៏ចង់បានរូបរាងដូចជាមនុស្សពេញលេញដែរនាងសុំឲ្យយើងផងណាបើសុំមិនបានទេយើងនឹងស៊ីនាងជំនួសវិញ ចេះយល់ព្រមហើយខ្ញុំនឹងមកវិញឆាប់នេះមិនខានទេ បានសន្យាឲ្យថានឹងមកវិញណាកុំកុហកអីសោះទៅចុះ ចេះអរគុណហើយខ្ញុំសន្យាថានឹងមកវិញមិនខានទេណាលេហើយជាថ្មីបន្តទៀតមុនថាក៏បានបន្តដំណើរដោយសពដងហើយនាងក៏បានទៅដល់កន្លែងមួយជួបនឹងខ្លាចាស់មួយក្បាលកំពុងតែទន្លងនៅក្បែរគល់ឈើ អើយឈឺណាស់មិនក៏ជន់កន្ទុយខ្ញុំបែបនេះ ខ្លះនេះខ្ញុំមិនតន់បានចន់អ្នកទេហេតុអីក៏អ្នកស្រែកចំបែបនេះ អត់ទេអ្នកជន់កន្ទុយខ្ញុំហេតុនេះអ្នកត្រូវតែសងជំងឺខ្ញុំវិញអើយ តើសងបែបណាទេ គឺអ្នកត្រូវតែបកគលខ្លួនធ្វើជាចំណីខ្ញុំមកឲ្យឆាប់ឡើង តាមពិតខ្លាចាស់ណាស់ហើយហេតុនេះខ្លាមានបំណងចង់យកមុនថាធ្វើជាចំណីរបស់គេតែថាមុនថាមិនប្រកាន់ទេនាងក៏បានពោលថាមិនអីទេបើសិនជាអ្នកចង់ស៊ីខ្ញុំក៏ស៊ីចោះតែខ្ញុំសំពេលសិនបានទេ សុំពេលធ្វើអីខ្ញុំឃ្លានក្នុងពេលនេះណាកុំពជាពេលអីមកចិត្តខ្ញុំមកខ្ញុំឃ្លានណាស់មកចិត្តមក ខ្លះខ្ញុំមិនកុហកអ្នកទេបើសិនជាខ្ញុំមកវិញខ្ញុំនឹងបកលខ្លួនមិនខានឡើយចំណែកពេលនេះខ្ញុំក៏មានអាហារជូនអ្នកសិនណាលោកខ្ញុំមកវិញសំឆៃខ្ញុំវិញចោះ ចោះនាងតូចទៅណាទៅ គឺខ្ញុំកំពុងតែសុំក្តីប្រាថ្នាពីតាបោះនៅឯភាគខាងលិចនឹងណា អើយជាការប៉ັດទេតើតាបោះប៉ັດជាសុំក្តីប្រាថ្នាបានសម្រេចមែនក៏អី ខ្ញុំក៏មិនច្បាស់ដែរតែខ្ញុំក៏នឹងព្យាយាមនឹងណា បើអញ្ចឹងសូមនាងជួយសុំក្តីប្រាថ្នាឲ្យខ្ញុំផងទៅខ្ញុំចង់ឲ្យខ្លួនឯងមានរាងកាយមាំមួនរឹងមាំមិនមែនទន់ខ្សោយញក់គ្មានកម្លាំងបែបនេះទេ
ជាខ្លាតែធ្វើអីមិនកើតវាគឺជារឿងគួរឲ្យខ្មាស់គេណាស់ ចាប់បានខ្ញុំនឹងព្យាយាមធ្វើរឿងនេះជូនអ្នកសូមខ្លារងចាំខ្ញុំសិនណានិយាយឲ្យមុនថាក៏បានធ្វើដំណើរបន្តទៀតនាងធ្វើដំណើររហូតគ្មានន័យហត់ឡើយហើយទីបំផុតនោះនាងក៏បានដល់ទីនៃអាស្រមមួយកន្លែងជំរាបសួរតើទីនេះមានមនុស្សទេមិនក៏ទីនេះស្ងាត់ម្ល៉េះណោះខ្ញុំហត់ណាស់គិតថាសុំហូបទឹកបន្តិចសិនហើយអ្នកខ្ញុំសុំទឹកហូបផងបានទេក្នុងពេលនេះគ្មានមនុស្សនោះទេស្រាប់តែមានដំរីក៏ក្រិចដ៏ធំមួយក្បាលបានដើរចូលមកនិងបាននិយាយមកកាន់មុនថា នាងតូចនាងមកទីនេះធ្វើអីដែរ សួស្ដីបងដំរីគឺខ្ញុំមករកលោកតាបោះខ្ញុំសុំទោសផងដែរណាដែលបានហូបទឹកនេះមុនដែលគ្មានការអនុញ្ញាតពីបង មិនអីទេ តើបងដំរីបានស្គាល់តាបោះមួយអង្គដែរទេ តើបោះមែនទេគឺជាតើបោះភៀកខាងលិចនោះមែនទេ ចាគឺមិនហើយណាបងដំរី ខ្ញុំជាដំរីរបស់តើបោះពេលនេះលោកតាមិននៅទេនាងមករកខុសពេលហើយ តើលោកតាទៅណាទេបងដំរីតើបងដឹងទេ លោកតាបានឡើងទៅលើភ្នំដើម្បីធ្វើសមាធិបាត់ហើយ តើពេលណាលោកនឹងចុះមកវិញនោះ ខ្ញុំក៏មិនដឹងដែរតែបើនាងចង់ជួបលោកតាសូមនាងចាំសិនទៅ1 ឬ 2 សប្តាហ៍ទៀតអាចលោកតានឹងចុះពីភ្នំក៏ថាបានដែរ តើខ្ញុំអាចឡើងទៅជួបលោកតាបានទេ មិនបានទេព្រោះនេះជាការរំខានដល់ការសមាធិណាស់នាងមានតែចាំសិនទៅកុំទះសាអី ចាប់បានខ្ញុំចាំបានណាអត់ត្រូវហើយខ្ញុំសុំនៅទីនេះផងឲ្យតែបានស្នាក់ទីនេះបងដំរីឲ្យខ្ញុំបម្រើអ្វីក៏ខ្ញុំអាចធ្វើបានដែរ ទីនេះគ្មានធ្វើអីទេមានតែសម្អាតសំណាក់លោកតាតែខ្ញុំធ្វើរួចហើយគិតអញ្ចេះចុះខ្ញុំមានដំបៅខ្នងឯងអាចលាងសម្អាតនិងដោះវាឲ្យខ្ញុំបានទេ ចាប់បាន តែខ្លួនខ្ញុំក៏ធំចំណែកដំបៅក៏ជ្រៅហើយស្អុយទៀតឯងអាចធ្វើបានទេ ចាប់បាត់ជាបានសូមឲ្យខ្ញុំធ្វើចុះណាបងដំរីមកជាសម្អាតខ្លួនបងបានស្អាតនិងឆាប់ជាពីដំបៅមិនខានទេ បើអញ្ចឹងមកជាមួយខ្ញុំមកពួកយើងត្រូវចុះទៅក្នុងអូរដ៏ធំនោះ ចាលោកបងដំរីមិនថាដំរីប្រើឲ្យធ្វើអ្វីទេនាងក៏ពុំដែលប្រកែកឡើយហើយមួយវិញទៀតនោះដំរីធំណាស់និងមានដំបៅទៀតតែមុនថាដោះផងសម្អាតផងព្រមទាំងជួយបិទថ្នាំផងដែរ នាងពិតជាល្អហើយឧស្សាហ៍ណាស់ ចាអរគុណហើយលោកបងដំរី បានជានាងពូកែអត់ធ្មត់នឹងចិត្តល្អបែបនេះចាំខ្ញុំជួយដល់នាងចុះ តាមពិតនេះគឺជាការសាកល្បងលើភាពអត់ធ្មត់មុនថារបស់តាបោះទេដំរីនោះដែរគឺជាតាបោះតា តើបោះគឺនៅទីនេះហើយ តាមពិតដំរីគឺជាតាបោះសោះពិតជាប្រសើរណាស់តែបំផុតការធ្វើដំណើរដ៏សែនយូរបានមកដល់ហើយខ្ញុំរភើបណាស់ អរគុណហើយតើបានឃើញទឹកចិត្តចៅហើយឥឡូវនិយាយមកតើចៅចង់ដឹងអីដែរ លោកតាចៅមានក្តីប្រាថ្នា3យ៉ាងបន្ថែមពីលើបំណងប្រាថ្នារបស់បិសាចក្របីនិងខ្លាផងដែរនោះគឺមានចំនួន5ប្រាថ្នាណាស់ និយាយមកមើល លោកតាចៅចង់ដឹងថាតើពុកម៉ែរបស់ចៅស្លាប់ទៅកើតឯណាដែរទេ ចាំតាប្រមាលមើលសិន តាបោះបិទភ្នែកកំបីបន្តិចតាបោះក៏បានពោលមកកាន់មុនថា ចៅអើយចៅឪពុកម្ដាយរបស់ចៅជាមនុស្សល្អពេលនេះលោកទាំងពីរបានកើតជាទេវតាអស់ហើយ តាប៉ាទេបើបែបនោះលោកទាំងពីរមុខជាមានការរស់នៅល្អណាស់ គឺមែនហើយរួចចុះទី2នោះជាអ្វីដែរ ចៅឆ្ងល់ថាហេតុអីក៏ជីវិតចៅមិនរីករាយនិងមានតែសេចក្តីទុក្ខបែបនេះ នោះព្រោះចៅមិនព្រមគិតល្អហើយសម្របខ្លួនតាមពេលវេលាទេមានសុខមានទុក្ខអាស្រ័យដោយទង្វើពីអតីតកាលណាចៅ បានចឹងតើចៅធ្វើបែបណាទេ រឿងខ្លះបើចៅដឹងថាវាកើតព្រោះទង្វើពីអតីតកាលចៅនឹងស្រាលខ្លួនបន្ថែមពីនោះទៀតចៅត្រូវគិតល្អ
នោះចៅនឹងមិនសោកសៅទៀតទេ ចាលោកតា ជីវិតគឺសាមញ្ញណាស់ហើយក៏ងាយដែរតែមនុស្សតើដែលធ្វើវាឲ្យស្មុគស្មាញនោះព្រោះមនុស្សយើងតែងតែចង់បានមិនចេះស្កំស្កល់ចង់បាននេះចង់បាននោះទើបធ្វើឲ្យជីវិតមានការស្មុគស្មាញនោះអី លោកតាចំណែកទី3នោះតើចៅអាចសុំឲ្យពុកម៉ែរបស់ចៅរស់ឡើងវិញបានទេ តើចៅចង់ឲ្យឪពុកម្ដាយមករស់នៅជាមនុស្សកើតជំងឺរ៉ាំរ៉ៃនិងរស់នៅតោកយ៉ាកលំបាកលំបិនជាងការរស់នៅឯឋានសួគ៌ឯណោះមែនទេ មិនហើយលោកតាចៅក៏មិនចង់បែបនេះដែរតែចៅគិតថាទុកឲ្យចៅធ្វើល្អកាត់ជាទេវតាវិញល្អជាងបែបនេះតើបានជួបពុកម៉ែនាទីដែលជាសុខផងដែរ អញ្ចឹងគឺល្អហើយនោះចៅក៏បានជួបជុំជាយូរអង្វែងផងដែរមិនចឹងអីចៅ ចាមួយទៀតនោះលោកតាចុះបិសាចក្របីនោះគាត់អាចខ្លាចជាមនុស្សពេញលេញដែរទេ ប្រាថ្នានេះមិនអាចទេបិសាចក៏បីសាងបាបច្រើនណាស់ហេតុនេះបិសាចនោះនឹងវិនិច្ឆ័យនាពេលណាមួយជាមិនខាន ចុះខ្លាវិញនោះលោកតាតែខ្លាអាចមានកម្លាំងដូចខ្លាទូទៅបានទេ ណែយកឆ្នាំនេះទៅចុះនោះសរសៃខ្ជិលនឹងដាច់ជំនួសមកវិញនៅកម្លាំងដ៏មហិមាមិនខានទេ ចាលោកតាចៅពិតជាអរគុណណាស់ចៅអរក្តីប្រាថ្នាហើយ ចៅទៅវិញចុះចូលតស៊ូឡើងណាចៅនោះចៅនឹងមិនចាំបាច់ធ្វើដំណើរមកសុំប្រាថ្នាពីតាទេតែចៅនឹងសម្រេចវាដោយខ្លួនឯង ចាលោកតាចៅយល់ហើយអស់ចម្ងល់នឹងទទួលបានក្តីប្រាថ្នាហើយនោះមិនថាក៏បានធ្វើដំណើរមកវិញហើយនាងតូចក៏បានជួបខ្លាសាជាថ្មីខ្លាខ្ញុំមកវិញហើយ មកវិញហើយមែនទេខ្ញុំចាំយូរណាស់តើនាងនាំប្រាថ្នាមកហើយមែនទេ ចាសុំខ្លាឆៃវាចោះវានឹងជួយឲ្យខ្លាខ្លាំងដូចជាខ្លាទូទៅមិនខានឡើយ ទុកឲ្យខ្ញុំសាកសិនអញ្ចឹង តើបោះពិតជាផ្ដល់ក្តីប្រាថ្នាមែនហើយមើលចោះខ្លាពិតជាមានកម្លាំងខ្លាំងខ្លាណាស់ ខ្ញុំមានកម្លាំងណាស់អរគុណហើយណាខ្ញុំមិនស៊ីឯងទៀតទេលីហើយក្មេងតូចសំណាងល្អណាស់ ចាអរគុណដូចគ្នាលីហើយណែទៅមុខបន្តទៀតមុនថាក៏បានជួបនឹងបិសាចក្របីជាថ្មី តើបានការយ៉ាងណាហើយនាងមកឲ្យយើងឆៃហើយមែនទេ សុំទោសផងណាបិសាចក្របីប្រាថ្នារបស់អ្នកមិនអាចទទួលបានទេព្រោះតែបោះលោកមានប្រសាសន៍ថាលោកមានបាបច្រើនណាស់ មិនក៏បែបនេះបើអញ្ចឹងមិនអីទេចូលត្រៀមខ្លួនធ្វើជាចំណីយើងភ្លាមមកព្រោះយើងឃ្លានណាស់ ឈប់សិនខ្ញុំសុំទៅជួយការងាររបស់លោកតាសិនណាធ្វើស្រ័យរួចខ្ញុំនឹងឲ្យអ្នកឆៃចោះតើបានដែរទេ បានតែយើងទុកពេលត្រឹមតែមួយសប្តាហ៍ឲ្យនាងប៉ុណ្ណោះហួសពីនឹងយើងនឹងតាមទៅស៊ីនាងដល់ទីកន្លែង ចាអរគុណហើយណាខ្ញុំសន្យាថាមួយសប្តាហ៍ក្រោយខ្ញុំនឹងបកលខ្លួនឲ្យអ្នកឆៃវិញមិនខានឡើយនិយាយហើយមិនថាក៏បានធ្វើដំណើរបន្តទៀតរហូតទៅដល់ផ្ទះតាចំលោកតាចៅមកវិញហើយ បានសម្រេចក្តីប្រាថ្នាហើយមែនទេ ចាប់បានហើយឥឡូវចៅមកជួយធ្វើស្រ័យលោកតាបានមួយសប្តាហ៍លោកតាកុំបារម្ភអីណាខ្ញុំនឹងជួយលោកតាឲ្យតទៅឲ្យស្រ័យទាំងអស់តែម្ដងណា បាទអរគុណណាស់ចៅតូច រយៈពេលមួយសប្តាហ៍មិនយូរទេហេតុនេះមិនថាព្យាយាមណាស់នាងជួយការងារតាចំមិនសម្រាកនោះទេទាំងព្រឹកទាំងថ្ងៃទាំងយប់រហូតរួចរាល់ទាំងអស់តែម្ដង ចៅពិតជាក្មេងឧស្សាហ៍ព្យាយាមខ្លាំងណាស់តាអរគុណហើយណា លោកតាចៅលេសិនហើយណាចៅនឹងមានកាតព្វកិច្ចមួយទៀតដែលត្រូវបំពេញសូមលោកតាថែខ្លួនផង តើចៅនឹងធ្វើអីបន្តទៀត គឺចៅត្រូវខ្លាចជាចំណីនៃបិសាចក្របីហើយដល់ពេលហើយចៅលេសិនហើយណាលោកតា បាទសំណាងល្អណាស់ចៅអើយចៅអើយចៅធ្វើរឿងដើម្បីតែអ្នកដទៃតែគ្មានអ្វីសម្រាប់ខ្លួនឯងសោះ
អ្វីហើយសុំអ្នកឆៃសាច់ខ្ញុំចុះ នាងពិតជាមិនខ្លាចទេមែនទេ អត់ទេខ្ញុំមិនខ្លាចអ្វីឡើយសុំឆៃខ្ញុំចុះដើម្បីចំអាច់ក្រពះរបស់អ្នកបិសាចក្របីចិត្តខូខើមិនមានមេត្តានោះទេមើលចុះបិសាចក្របីសម្លាប់មុនថាស្លាប់បាត់ទៅហើយ ហោចណាស់ក៏យើងអាចចំអែតកាពះបានមួយថ្ងៃដែរ ស្រាប់ពេលដែលក្របីលេបមុនថាចូលពោះបាត់ទៅនោះស្រាប់តែខ្លាចាស់និងតាចំបានដើរចូលមក បិសាចក្របីឯងពិតជាចិត្តអាក្រក់ខ្លាំងណាស់ឯងមិនអាណិតសូមបីតែក្មេងស្រីដោះស្លូតបុតម្នាក់សោះ នាងតូចនេះល្អណាស់កតញ្ញូគោរពពាក្យសច្ចៈតស៊ូស្វែងរកក្តីសុខជូនអ្នកផ្សេងឥឡូវនេះបុគ្គលខ្លួនជាអាហារដល់អ្នកទៀតអ្នកមើលមិនឃើញពីតម្លៃនៃសេចក្តីល្អទេមែនទេខ្ញុំមិនទៅខ្វល់ចំពោះអ្នកណាទេអ្វីដែលខ្វល់គឺចំអែតកាពះរបស់ខ្ញុំត្រូវការរស់តើនេះមិនមែនហៅថាជីវិតទេមែនទេ ខ្ញុំមិនអាចលើកលែងឲ្យឯងទេអាបិសាចអាក្រក់ បើអ្នកណាមិនខ្លាចងាប់ចូលមកយើងនឹងស៊ីជាអាហារទាំងអស់ ខ្លាចាស់ពេលនេះមិនដូចមុនទេទាំងកម្លាំងបូកនឹងកំហឹងដែលបិសាចធ្វើបាបនាងតូចទៀតនោះខ្លះក៏បានបដូរជីវិតរហូតសម្លាប់បិសាចក្របីស្លាប់ក្នុងពេលនោះទៅ យើងនឹងសងសឹក អើយនាងតូចកំសត់ទោះខ្ញុំមិនអាចជួយនាងបានតែខ្ញុំក៏អាចសងសឹកជំនួសនាងវិញបានហើយ ចៅជាមនុស្សល្អណាស់សង្ឃឹមថាចៅនឹងកើតជាទេពធីតារស់នៅបានសុខសាន្តផងទៅចុះ ដូចតាចំពលមែនមិនថាក៏បានចេញពីក្នុងខ្លួនក្របីវិញហើយព្រមទាំងប្រគល់ទ្រង់គ្រឿងដូចជាទេពធីតាផងដែរនេះខ្ញុំរស់ឡើងវិញមែនទេ ល្អណាស់ពិតជាល្អខ្លាំងណាស់នាងជាទេពធីតាពិតណាស់ ពិតជាដូចទេពធីតាណាស់ តាសាំនិងយាយតនផងដែរក៏បានប្រែជាទេវតាហើយទ្រង់ទាំងពីរក៏បង្ហាញប្រកាយចេញមកនៅចំពោះមុខគ្រប់គ្នា កូនស្រីពុកនឹងម៉ែមកលេងកូនហើយ ម៉ែនឹងពុកពេលនេះជាទេវតាណាកូនពុកម៉ែនឹងនៅក្បែរកូនជានិរន្តរ៍មិនទៅណាទេណាកូនស្រី ពិតជាការប៉ັດមែនទេ គឺមែនហើយកូនមានញាណពិសេសលើសពីមនុស្សធម្មតាណាទោះថាពុកម៉ែជាទេវតាក៏កូនអាចទំនាក់ទំនងជាមួយនឹងពុកម៉ែបានដែរ ម្យ៉ាងកូនមិនមែនជាមនុស្សធម្មតាទេតែកូនមានកាយជាទេពធីតាពាក់កណ្ដាលផងដែរណា ចូលកូនធ្វើល្អបន្តរហូតណាកូនស្រី ពិតជាគួរឲ្យគោរពមែន កូនអាចនឹងហោះទៅលេងឋានសួគ៌ជាមួយនឹងពុកម៉ែបានប្រកបណាស់ ចាពុកម៉ែកូនមិនភ្លេចធ្វើអំពើល្អទេណាពុកម៉ែចំណែកលោកតាចំផងដែរចៅនឹងជួយមើលថែរីឯជ័យខ្លះក៏ដូចគ្នាពួកយើងនឹងខ្លាចជាគ្រួសារតែមួយតែម្ដងណា ពិតជាល្អខ្លាំងណាស់នៅជាមួយគ្នាអាចសាមគ្គីគ្នាបាន គឺពិតមែនហើយ ចាប់ពីពេលនោះមកមុនថាក៏មានជីវិតពេញដោយប្រសើរហើយនាងជាមនុស្សពាក់កណ្ដាលនិងទេពធីតាពាក់កណ្ដាលផងដែរដោយនាងមានចិត្តល្អនាងក៏មានសិលនិងបានហោះហើរតរៀងទៅ